Hello ជម្រាបសួរថ្ងៃនេះមកជួបជាមួយខ្ញុំមកបង្ហាញពីរបៀបឆែកលុយរបស់ Medphone ឬភាគច្រើនគេហៅថា97ហ្នឹងចង់ដឹងថាគេឆែករបៀបណាកុំភ្លេចតាមដានវីដេអូនេះដូចតទៅនេះជាដំបូងយើងចុចចូលមកកន្លែង Call ឬក៏ហៅថាតេនឹងសិនមកបន្ទាប់ពីយើងចុចចូលមកដល់ចំណុចនេះហើយយើងវាយលេខមានដូចជាផ្កាយ12 0 1បន្ទាប់មកទៀតយើងចុចត្រង់ជ្រូកបន្ទាប់មកយើងជ្រើសរើសប្រព័ន្ធដែលយើងត្រូវបញ្ជូនទៅឥឡូវខ្ញុំចង់ឆែកប្រព័ន្ធ Medphone អញ្ចឹងប្រព័ន្ធ Medphone នៅ SIM ទី1អញ្ចឹងខ្ញុំសូមបញ្ជូនទៅ SIM ទី1ឥឡូវវាកំពុងតែ refresh ទៅហើយបាទបន្ទាប់មកគេដាក់លុយរបស់អ្នកនៅ$0មានន័យថាលុយហ្នឹងយើងបានដូររួចទៅហើយបានវានៅ$0អញ្ចឹងសារវាលោតមកហើយយើងចុចមកខាងក្រោមមកគេដាក់ថាម៉េចគេដាក់ថាលុយអ្នកនៅ$0អ៊ីនធឺណិតអ្នកគឺអស់ហើយមានន័យថាខ្ញុំបានលេងអ៊ីនធឺណិតគឺអស់រលីងហើយការទេអីហ្នឹងគឺនៅក្នុងប្រព័ន្ធ100ជាងហើយនឹង93អ្វីដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេសម្រាប់កំហុសខុសឆ្គងដែលខ្ញុំនិយាយទៅមានកំហុសខុសឆ្គងត្រង់ចំណុចណាសូមអធិស្ឋានអរគុណនិងសូមជម្រាបលាកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់យើងខ្ញុំ